សួស្តីបងប្អូនទាំងអស់គ្នាជួបមួយ admin ទៀតណាបាយ admin មករយៈហ្នឹងហើយតោះឥឡូវ admin មកវិញហើយអញ្ចឹងថ្ងៃនេះ admin ចង់មកប្រាប់បងប្អូនពីវិធីនៅក្នុងការបិទកុំឲ្យគេឃើញពេលបងប្អូន add ជាមួយនឹង story នៅលើគេ platform Facebook របស់បងប្អូនណាអញ្ចឹងធម្មតាពេលដែលបងប្អូន add story ពេលខ្លះបងប្អូនអត់ចង់ឲ្យនិយាយទៅមនុស្សមួយចំនួនឃើញជាមួយនឹង story របស់យើងឯងអញ្ចឹងយើងអាចចូលមកកំណត់បានណាបងប្អូនទាំងអស់គ្នាយើងអាចកំណត់បានថាអ្នកណាដែលយើងអត់ចង់ឲ្យគេឃើញជាមួយនឹង story របស់យើងអញ្ចឹងណាតោះអញ្ចឹងចង់ដឹងពីរបៀបនៅក្នុងការធ្វើមកមើលវីដេអូរបស់ admin ទាំងអស់គ្នាចឹងវិធីនៅក្នុងការធ្វើហ្នឹងគឺវាមានអីពិបាកបងប្អូនអញ្ចឹងដំបូងបងប្អូនធ្វើការចូលមកកាន់ជាមួយនឹង Facebook របស់យើងសិនទៅអញ្ចឹងតោះមកបងប្អូនធ្វើការចុច add story មកហើយធ្វើការ select រូបឬក៏វីដេអូដែលបងប្អូនចង់ add មកចឹងពេលចូលមកដល់កន្លែងនេះបងប្អូនត្រូវការចុចចូលទៅកន្លែង setting បងប្អូនទាំងអស់គ្នា setting ខាងក្រោមនេះអញ្ចឹងបងប្អូនចុចចូលទៅកន្លែង setting ហ្នឹងទៅបន្ទាប់មកយកពាក្យថា privacy នៅខាងលើនេះបងប្អូនចាចុចពាក្យ privacy នៅខាងលើហ្នឹងហើយអញ្ចឹងមកដល់កន្លែងនេះបងប្អូនត្រូវយកពាក្យ friend អញ្ចឹងណាព្រោះបើយក public គេនឹងឃើញទាំងអស់គ្នាយើងបាត់បានទេអញ្ចឹងត្រូវយកពាក្យ friend មកបន្ទាប់មក select នៅខាងក្រោមកន្លែងពាក្យ friend ហ្នឹងមកគេមាននេះ high story from ទៅកន្លែងព្រួយហ្នឹងមកអូខេអញ្ចឹងបន្ទាប់មកបងប្អូនចង់បត់ជាមួយនឹងណាគេកុំឲ្យគេឃើញបងប្អូនធ្វើការចុច select tick នៅលើហ្នឹងទៅអញ្ចឹងណាអញ្ចឹងដូចនេះអញ្ចឹងខ្ញុំសាកឧទាហរណ៍បិទកុំឲ្យគាត់ឃើញអញ្ចឹងខ្ញុំចុច select បកខៀវហ្នឹងទៅបងប្អូនហ្នឹងហើយអញ្ចឹងគ្រាន់តែចុចឈ្មោះអ្នកណាដែលយើងមិនចង់ឲ្យឃើញហ្នឹងមកតើបងប្អូនធ្វើការចុចnext ទៅដើម្បីធ្វើការផុសវាតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអរគុណបាយបាយ